វាសល់ដើមមុនក្នុងលក្ខខណ្ឌបើសិនជាគាត់ទាញទូកបាទទាញទូកចេញពីកន្លែងមួយហ្នឹងគឺស្លាប់ 100% ក្នុងលក្ខខណ្ឌណាក៏ត្រូវស្លាប់ដែរតែគាត់អត់ទាញទូកចេញពីកន្លែងដែលយើងដាក់អង្គហ្នឹងទេបាទគឺអត់ស្លាប់ទេអញ្ចឹងបងប្អូនអ្នកដែលគាត់រត់ហើយនឹងអ្នកដែលដេញយើងត្រូវតែចេះកន្លែងទាំងពីរហ្នឹងសម្រាប់បងប្អូនជាអ្នករៀនលេងដំបូងណាចាឥឡូវអ្វីវីដេអូនេះយើងនិយាយលក្ខខណ្ឌដែលគាត់ទាញទូកចេញបាទដើម្បីគាត់អុកជាយើងអុកឡាំប៉ាយើងណាអញ្ចឹងនៅពេលដែលទាញទូកចេញភ្លាមបាទសម្រាប់បងប្អូនកាន់ខាងខ្មៅបើសិនជាបងប្អូនលេងនៅជួបកន្លែងផ្ទាល់ក្នុងលក្ខខណ្ឌដែលគេទាញទូកចេញមកយើងតែយើងស្លាប់ដៃគូរបស់យើងមកដូចម្ដេចបាទយើងត្រូវតែកាច់ត្រីនេះចេញមកមួយកាច់ត្រីចេញមកមួយយើងក្នុងវីដេអូនេះវាមានរហូតដល់3លក្ខខណ្ឌបាទហើយតែខ្ញុំលើកតែ2លក្ខខណ្ឌក្នុងការនិយាយទេលក្ខខណ្ឌទី3យើងនឹងទៅវីដេអូភាគ2បន្តទៀតចូលរួមថែរក្សានិងអភិរក្សខ្មែរទាំងអស់គ្នាអញ្ចឹងនេះវីដេអូនេះគឺជាការសំណូមពរបាទសំណូមពរនៅក្នុងខមមិនគឺបងប្អូនឲ្យចែករំលែកអំពីយើងលើសមកត្រី2លក្ខខណ្ឌត្រីទឹមម្ដងបាទយើងសល់ទូកមួយដូចគ្នាហើយយើងលើសមកត្រី2គឺត្រីទឹមអញ្ចឹងយើងបានចេញច្រើនវីដេអូមកហើយច្រើនអេពីសូតមកហើយជាង10អេពីសូតពាក់ព័ន្ធជាមួយនឹងរូបភាពដែលយើងទូកសល់ទូកមួយដូចគ្នាហើយលក្ខខណ្ឌត្រីចងចាបាទអញ្ចឹងដល់ឆ្លើយការនឹងសំណូមពរគឺឥឡូវយើងមកត្រីទឹមម្ដងក្នុងលក្ខខណ្ឌរូបភាពទម្រង់បែបអញ្ចឹងតែយើងអាចស្លាប់ខាងសបានយ៉ាងដូចម្ដេចឥឡូវដើម្បីកុំឲ្យខាត់ពេលយូរយើងទៅទស្សនាទាំងអស់គ្នាក្នុងលក្ខខណ្ឌនេះគឺវេនសដើមមុនបាទវាសល់ដើមមុនក្នុងលក្ខខណ្ឌបើសិនជាគាត់ទាញទូកបាទទាញទូកចេញពីកន្លែងមួយហ្នឹងគឺស្លាប់ 100% ក្នុងលក្ខខណ្ឌណាក៏ត្រូវស្លាប់ដែរតែគាត់អត់ទាញទូកចេញពីកន្លែងដែលយើងដាក់អង្គហ្នឹងទេបាទគឺអត់ស្លាប់ទេអញ្ចឹងបងប្អូនអ្នកដែលគាត់រត់ហើយនឹងអ្នកដែលដេញយើងត្រូវតែចេះកន្លែងទាំងពីរហ្នឹងសម្រាប់បងប្អូនជាអ្នករៀនលេងដំបូងណាចាឥឡូវអ្វីវីដេអូនេះយើងនិយាយលក្ខខណ្ឌដែលគាត់ទាញទូកចេញបាទដើម្បីគាត់អុកជាយើងអុកឡាំប៉ាយើងណាអញ្ចឹងនៅពេលដែលទាញទូកចេញភ្លាមបាទសម្រាប់បងប្អូនកាន់ខាងខ្មៅបើសិនជាបងប្អូនលេងនៅជួបកន្លែងផ្ទាល់ក្នុងលក្ខខណ្ឌដែលគេទាញទូកចេញមកយើងតែយើងស្លាប់ដៃគូរបស់យើងមកដូចម្ដេចបាទយើងត្រូវតែកាច់ត្រីនេះចេញមកមួយកាច់ត្រីចេញមកមួយយើងក្នុងវីដេអូនេះវាមានរហូតដល់3លក្ខខណ្ឌបាទហើយតែខ្ញុំលើកតែ2លក្ខខណ្ឌក្នុងការនិយាយទេលក្ខខណ្ឌទី3យើងនឹងទៅវីដេអូភាគ2បន្តទៀតដើម្បីបងប្អូននេះលេងដំបូងគាត់យល់ណាយើងតែបិទខ្ញុំមកវីដេអូខ្ញុំចង់ចេញមួយភាគផងបាទតែគាត់នៅវីដេអូនេះមួយភាគវាខ្លីពេកអញ្ចឹងយើងចេញ2ភាគឲ្យចុះអញ្ចឹងនៅពេលដែលយើងទាញមកភ្លាមគាត់អាចមានជំរឿបាទមើលទី1គឺអុកមកវិញចាបាទនៅពេលគាត់ទីទូកចេញមើលទី2គឺគាត់ដាក់មកកន្លែងទី2របស់យើងនេះបាទហើយមើលទី3គឺគាត់ដាក់កន្លែងទី3នេះតែយើងនឹងចេញវីដេអូភាគ2ណាអូខេអញ្ចឹងឥឡូវយើងទៅជំរឿទី1ក្នុងលក្ខខណ្ឌដែលយើងកាច់ត្រីមកគាត់ដាក់មកទូកគាត់ដាក់មកទូកពេញតើជំរឿបងប្អូនកាន់ខាងខ្មៅយើងគួរតែដើរអីបាទទូកក៏យើងអត់កាន់អង្គក៏យើងអត់កាន់យើងត្រូវកាន់ត្រីតើយើងកាន់ត្រីមួយណាដើម្បីឲ្យយើងអាចស្លាប់ខាងខ្មៅបាទខាងសបានត្រីបើយើងអត់កាន់ត្រីមួយនេះទេបាទបើយើងកាច់បិទវាកន្លះដដែលអញ្ចឹងត្រីដែលយើងកាន់គឺកាន់ត្រីមួយនេះបាទព្រោះថាយើងកាន់ត្រីទី1បិទអង្គយើងផងទី2ទូកយើងចាំធៀមស្លាប់ផងទូកយើងគឺអាចបិទផងវីដេអូនេះគឺបងប្អូនត្រូវមើលពីចំហទូកបងប្អូនបាទទូកយើងដាក់កន្លែងណាក៏ដោយនៅពេលដែលយើងកាច់ត្រីហើយគឺយើងអាចចងត្រីនឹងបានបងប្អូនមើលពីចំហទូកណាក្នុងលក្ខខណ្ឌកូនអញ្ចឹងបើយើងរាប់ពីនេះគឺកន្លះទី3អូខេនៅពេលយើងកាច់ត្រីមកនេះភ្លាមបាទសម្រាប់បងប្អូនដែលមើល10ជាងវីដេអូកាលពីត្រីចងណាចាំបងប្អូនត្រូវចំណាំគឺមួយត្រីមួយទូកបាទបងមើលចំហឃើញទេមួយត្រីមួយទូកត្រូវចាំពីចំហហ្នឹងណាឥឡូវបងប្អូនចាំពីរូបមន្តមួយត្រីមួយទូកហើយ10ជាងវីដេអូហើយអញ្ចឹងវីដេអូភាគ1ត្រីទឹមនេះក៏វានៅតែមួយត្រីមួយទូកដែរទេមួយត្រីមួយទូកស្លាប់ឥឡូវមើលខាងសគាត់ដោះមិនខាងសគាត់បើសិនជាគាត់នៅតែដាក់អង្គអត់ចេញពីបន្លាស់ហ្នឹងទេបាទអញ្ចឹងយើងចូលរូបមន្តយើងដែរមួយត្រីគាត់ចូលមួយទូកស្លាប់ក្នុងលក្ខខណ្ឌបើគាត់ដកចេញចាំធៀមអុកយើងអុកមុនបាត់ហើយណាបាទមួយត្រីមួយទូកស្លាប់អូខេក្នុងលក្ខខណ្ឌបើគាត់ឃើញមួយត្រីមួយទូកគាត់ស៊ីបាទគាត់ស៊ីអុកអញ្ចឹងយើងស៊ីមកតម្រង់នេះយើងរាប់16ស្លាប់ដូចគ្នាអូខេទៅយឺតទាំងអស់គ្នាចឹងនេះក្នុងករណីទី1ដែលគាត់ទាញមកអុកយើងវិញឥឡូវយើងចូលករណីទី2គឺបាទគាត់ដាក់មកកន្លះទី2នេះតែយើងត្រូវតែអុកស្លាប់យ៉ាងដូចម្ដេចបាទអញ្ចឹងបើយើងបងប្អូនអត់ដឹងពីក្បួននេះយើងនឹងស្លាប់មិនទេបាទឥឡូវបើសិនជាបងប្អូនស្គប់វីដេអូទំនាក់បងប្អូនបើសិនជាកាន់ខាងខ្មៅយើងនឹងស្លាប់យ៉ាងដូចម្ដេចអូខេបងប្អូនគិតហើយនៅអាចខមមិនចូលរួមបានអញ្ចឹងកន្លះដែលល្អបាទបងប្អូនមើលពីចំហត្រីទឹមបាទអញ្ចឹងបើគាត់ដាក់មកអញ្ចឹងបើយើងកាច់ត្រីមកនេះគឺបិទកន្លះនេះវាបិទអស់ហើយបាទអញ្ចឹងអ្វីដែលយើងត្រូវធ្វើយើងទាញទូកមកមួយនេះមកចុងក្តារមកបាទទាញទូកមកចុងក្តារនេះបងឃើញបងប្អូននឹងឃើញកន្លះស្លាប់ភ្លាមបងឃើញទេបាទត្រូវតែកាន់អង្គអត់កាន់អង្គយើងមកទូកស្លាប់កាន់អង្គមកនេះក៏មកទូកស្លាប់អញ្ចឹងគាត់មានជំនឿមួយគឺកាន់អង្គមកខាងឆ្វេងដៃរត់មកហត់ទូកគាត់បាទអញ្ចឹងយើងនៅសល់តែកាច់មួយទៀតយើងស្លាប់បានហើយយើងអត់ទាន់អុកទេណាអុកគាត់អាចចេញបានអញ្ចឹងដើម្បីបិទអាបន្លាស់ចេញនេះយើងត្រូវធ្វើអីបាទយើងកាច់ត្រីមកគឺអស់អីកែបាទអស់អីកែនៅពេលគាត់ដាក់ផ្លូវហ្នឹងយើងទាញទូកមួយបងប្អូនឃើញផ្លូវស្លាប់មកបាទអញ្ចឹងយើងមើលទៅពេលយើងកាច់ទូកគាត់ចេញបន្លាស់ណាបានអញ្ចឹងគាត់ចេញបន្លាស់នេះអ្វីដែលយើងបិទបន្លាស់ហ្នឹងបានគឺកាច់ត្រីមួយនេះមកអញ្ចឹងខាងសគាត់ដោះបានអត់ខាងសគាត់ដោះចេញទេដាក់តែមកទូកវាស្លាប់មកចេះឡើយនេះដល់តាមនេះអ្វីដែលបងប្អូនអ្នករៀនលេងដំបូងអ្វីដែលប្រយ័ត្នណាគឺការអាប់កាឡាបើសិនជាគាត់អុកបាទបើសិនជាគាត់អុកលើជើងចេះបាទកាឡាមួយនេះគឺអត់អាប់ទេដើម្បីយើងយកត្រីស៊ីក៏អត់អាប់យកទូកស៊ីក៏អត់អាប់ដែរបើគាត់អុកលើជើងណាដោយសារគឺអត់មានជំនឿទេតែជាទូទៅគឺគេចោះចាំងយើងហើយគេចាក់ក្តារចោលហើយបាទតែពាក់ព័ន្ធមួយកន្លះខ្លះគឺដូចបងប្អូនដឹងពីត្រីចងយើងបានច្រើនបានរៀនពីច្រើនភាគមកហើយបាទគឺប្រយ័ត្នអាប់កាឡាបានដែរអូខេឥឡូវយើងទៅមើលរូបភាពដើមវិញបាទរូបភាពដើមគឺអញ្ចឹងបាទចឹងអ្វីដែលខ្ញុំលើកទឹកចិត្តបងប្អូនដែលត្រូវចំណាំណាវិធីសាស្ត្រក្នុងការចំណាំគឺមិនពិបាកក្នុងការស្លាប់បើសិនជាបងប្អូនអ្នករត់វិញគឺរត់នៅ4កន្លែងនេះបើសិនជាយើងអត់ដឹងក្បួនទេខាងខ្មៅក៏ពិបាកស្លាប់យើងដែរហើយបើយើងអត់ដកទូកចេញពីនេះទេក៏ខាងខ្មៅពិបាកស្លាប់យើងដែរកុំព្យាយាមមកពីកន្លែងចុងកណ្ដាលនេះបាទកន្លែងទី1កន្លែងទី2កន្លែងទី1កន្លែងទី2កុំព្យាយាមនៅពីហ្នឹងនៅ4កន្លែងហ្នឹងទូកយើងដាក់ចាប់អង្គចឹងមកគឺអត់ស្លាប់ទេអ្វីដែលធ្វើប្រហែលដែលយើងអាចស្លាប់បាននៅពេលដែលគាត់នៅ4កន្លែងហ្នឹងគឺគាត់ដកទូកចេញពីកន្លែងដែលយើងចាប់អង្គនេះ
អូខេឥឡូវយើងទៅមើលម្ដងទៀតឥឡូវមុននឹងយើងទៅមើលម្ដងទៀតក៏សូមពេលបងប្អូនមកនីតិបាទយើងអរគុណដល់វីដេអូអុករបស់យើងគឺមាន sponsor ហើយយើងមានម្ចាស់ឧបត្ថម្ភកម្មវិធីរបស់យើងគឺទឹកយិនសិនម៉ាអ៊ីដែលបងប្អូនឃើញរូបភាពហើយមានប្រអប់តូចប្រអប់ធំអញ្ចឹងទៅបាទអញ្ចឹងទឹកយិនសិនម៉ាអ៊ីបងប្អូនដឹងហើយគឺជាផលិតផលផលិតនៅប្រទេសកូរ៉េខាងត្បូងបាទនាំចូលពីប្រទេសកូរ៉េផ្ទាល់មកដល់មកកាន់ប្រទេសកម្ពុជាបាទអញ្ចឹងពាក់ព័ន្ធជាមួយនឹងការញ៉ាំដោយសុវត្ថិភាពគឺមានលក្ខខណ្ឌបែបណាខ្លះបាទគឺទទួលស្គាល់ទាំងនៅកូរ៉េទាំងនៅប្រទេសកម្ពុជាពីក្រសួងដែលពាក់ព័ន្ធជាពិសេសគឺពាក់ព័ន្ធជាមួយនឹងផ្នែកខាងចំណីអាហារគឺញ៉ាំទៅគឺគេធានាថាគឺមិនប៉ះពាល់ដល់សុខភាពទេបានចូល labo check អីត្រឹមត្រូវមាន certificate អីត្រឹមត្រូវការញ៉ាំដោយមានសុវត្ថិភាពអញ្ចឹងអ្វីដែលខ្ញុំញ៉ាំមួយថ្ងៃមួយកញ្ចប់គឺវាមានដល់ទៅ12លក្ខខណ្ឌដែលខ្ញុំសូមអត់និយាយពីអត្ថប្រយោជន៍ទាំង12ខ្ញុំនិយាយតែមួយទេគឺលក្ខខណ្ឌសម្រាប់បងប្អូនដែរពិបាកគេបាទគេពិបាកគេយប់ឡើងពិបាកគេគេអត់លក់ឲ្យប្រើថ្នាំពេទ្យប្រើអីច្រើនណាអញ្ចឹងបើសិនជាបងប្អូនជួបលក្ខខណ្ឌបែបនេះឬក៏មានប៉ាម៉ាក់ដែលគាត់ពិបាកគេយប់ហើយអត់ចង់ឲ្យគាត់ប្រើថ្នាំមួយគេនេះបងប្អូនអាចពិចារណាសាកល្បងគាត់ញ៉ាំទឹកយិនសិននេះទៅគឺនេះគឺអត់មានមែនជាថ្នាំទេគឺជាធម្មជាតិបាទជាលក្ខណៈពៅអាហារសុខភាពបាទពៅកម្លាំងរបស់គាត់ណាអញ្ចឹងបងប្អូនអាចឲ្យគាត់ញ៉ាំមួយថ្ងៃមួយកញ្ចប់ទេបាទអ្វីដែលញ៉ាំពេលល្អគឺញ៉ាំតែគាត់ញ៉ាំបាយពេលល្ងាចហើយគឺមុនគាត់ចូលគេងយើងមកគាត់គេងម៉ោង9យើងឲ្យគាត់ញ៉ាំម៉ោង8ទៅអញ្ចឹងមួយថ្ងៃមួយកញ្ចប់ទេបងប្អូនអាចសាកល្បងទៅបើសិនជាគាត់ញ៉ាំត្រូវគាត់គេងស្រួលយើងប៉ាឲ្យគាត់ប្រើថ្នាំមួយដេកឬក៏ប្រើថ្នាំពេទ្យញ៉ាំណាអញ្ចឹងតម្លៃមិនដែរអញ្ចឹងមួយកញ្ចប់ធំនេះមាន30កញ្ចប់តូចនេះមួយកញ្ចប់ធំយើងញ៉ាំបានមួយខែបាទញ៉ាំបានមួយខែតម្លៃយើងគិតថាមួយកញ្ចប់យើងគិតថា1រៀល2កាក់1រៀល3កាក់សោះដោយសារមួយកញ្ចប់ធំគឺតម្លៃ$39យើង free ដឹកទូទាំងប្រទេសបាទ39 free ដឹកអញ្ចឹងបើសិនជាបងប្អូនមានតម្រូវការបងប្អូនអាចតាក់ទងមក admin តក៏បានដែរដោយសារខ្ញុំបានទទួលថវិកាពីគាត់ដែរអញ្ចឹងខ្ញុំជួយលក់គាត់បន្ថែមទៀតអូខេចឹងឥឡូវយើងមកតវីដេអូយើងវិញបាទមាន2លក្ខខណ្ឌអញ្ចឹងគាត់លក្ខខណ្ឌនេះគឺគាត់ដកទុកចេញបាទដកទុកចេញយើងកាច់ត្រីមកកាច់ត្រីមកកន្លែងនេះគឺមាន2ករណីគាត់អុកនិងករណីគាត់ដាក់មកត្រង់ទី2នេះបាទបើគាត់ដាក់មកត្រង់ទី3នេះយើងនឹងចេញវីដេអូពី2បន្តទៀតអញ្ចឹងគាត់អុកបាទគាត់អុកកន្លែងនេះយើងអត់យកត្រីនេះបាំងទេយើងយកត្រីខាងលើបាំងបាទអញ្ចឹងបងប្អូនដឹងពីមុនហើយយើងដាក់ទុកនៅកន្លែងហ្នឹងឯងត្រូវទេបាទបងប្អូនចាំពីកន្លែងចំហទុកនេះណាយើងបាំងកន្លែងនេះគឺបងប្អូនគាត់ឃើញយើងដាក់បាំងមួយយើងឃើញកន្លែងស្លាប់មកឃើញទេមកត្រីមកទូកបងប្អូនចំណាំទៅមកត្រីមកទូកបានទេអញ្ចឹងអាពីរនេះយើងឲ្យគ្នា support គ្នាទៅបាទតែខាងដែលគាត់អត់ដើរទៅណាគាត់ដាក់អង្គមកត្រីគាត់ចូលមកទូកបាទបងប្អូនត្រូវចាំរូបមុនហ្នឹងណាមកត្រីមកទូកមកត្រីមកទូកអញ្ចឹងទៅតែខាងគាត់ទាញចេញក៏មកត្រីមកទូកបាទតែខាងគាត់ស៊ីអុកបាទអញ្ចឹងយើងស៊ីមករក16ស្លាប់អត់រស់ទេតាមនេះអូខេអញ្ចឹងឥឡូវគាត់អត់អុកទេករណីទី2បាទអញ្ចឹងយើងកាច់ត្រីមកគាត់អុកទេគាត់ដាក់មកទី2នេះអូខេតែយឺតទាំងអស់គ្នាអញ្ចឹងយើងកាច់ទូកមកធៀបអុកស្លាប់បខំឲ្យគាត់កាន់អង្គអូខេបើអត់កាន់អង្គទេគឺត្រូវតែស្លាប់អញ្ចឹងអង្គមកស្ដាំដៃក៏ស្លាប់អញ្ចឹងមានតែចំណុចឆ្វេងដៃទេនៅសល់ប្រឡនេះដើម្បីរត់ចេញបាទអញ្ចឹងយើងកាច់ត្រីមួយមកបាទគឺអស់អីកាយហើយយើងមកទូកទៀតស្លាប់អូខេអញ្ចឹងពីករណីនេះសម្រាប់វីដេអូភាគ1បាទពាក់ព័ន្ធជាមួយនឹងយើងលើសត្រីលក្ខខណ្ឌលើសត្រី2លក្ខខណ្ឌត្រីទឹមយើងរូបភាពអញ្ចេះបាទរូបភាពអញ្ចេះយើងមានប៉ុណ្ណឹងចុះហើយបងប្អូនដែលអ្នករៀនលេងដំបូងបាទមើលអាចមើល2 3ដងឡើងវិញទៅហើយឆ្ងល់ឯណាបងប្អូនអាចខមមិនសួរបានហើយមើលហើយបងប្អូនត្រូវមានក្តារណាបងប្អូនមានក្តារចាក់ដូចខ្ញុំអញ្ចឹងទៅចាក់ទៅចាក់មកឬក៏ពេលចាក់ទៅយើងអាចមានកន្លែងផ្សេងយើងអាចបំបែកចេញកន្លែងផ្សេងទៅបងប្អូនអាចចែកម្លែកមកខ្ញុំវិញបានដែរបាទសម្រាប់បងប្អូនឬក៏រៀមច្បងដែលគាត់ចេះលេងក្នុងការចែកម្លែកវីដេអូនេះក្នុងលក្ខខណ្ឌមានចន្លោះខ្វះខាតឡើយណាបាទរៀមច្បងឬក៏បងប្អូនដែលចេះលេងអាចខមមិនបន្ថែមបានខមមិនបន្ថែមរីគុណដើម្បីស្ថាបនាក្នុងកោដៅគោលបំណងដើម្បីចូលរួមថែរក្សានិងអភិរក្សខ្មែររបស់យើងទាំងអស់គ្នាទេបាទឬក៏មានវិធីដើរផ្សេងបងប្អូនអាចខមមិនបានខ្ញុំយកកន្លែងបងប្អូនយកមកចែកម្លែកបន្តបាទអញ្ចឹងអូខេយើងមានខ្លីៗប៉ុណ្្នឹងចុះអញ្ចឹងអរគុណដល់បងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាក្នុងការចំណាយពេលទស្សនាវីដេអូមួយនេះក៏សូមជូនពរឲ្យលោកស្រីជួបតែសេចក្តីសុខនិងសុភមង្គល